មើលហើយព្រឺសម្បល់អស់ចាណាហើយសូមរំលឹកឡើងវិញនៅពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី32ដែលយើងធ្វើកន្លងមកនៅឆ្នាំ2023ក្រោមប្រធានបទកីឡារស់នៅក្នុងសន្តិភាពហើយសម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះកម្ពុជាគឺជាម្ចាស់ផ្ទះហើយទទួលបានជោគជ័យជាទីមោទនភាពអេមណាស់ទេសនីយភាពដ៏អស្ចារ្យខ្ញុំមើលឡើងព្រឺសម្បល់ហើយវ៉ាវមែនតើខ្ញុំជឿថានេះគឺជាមោទនភាពមួយហើយសម្រាប់ប្រទេសកម្ពុជាផងយើងដែលជាម្ចាស់ផ្ទះហើយយើងបានបង្កើតនៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យសម្រាប់ក្មេងៗជំនាន់ក្រោយក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងមូលតែម្ដងហើយយើងទទួលបាននៅភាពជោគជ័យជាទីមោទនភាពដោយដែលពុកម៉ែបងប្អូនបានឃើញទេសនីយភាពដែលបានបង្ហាញនៅក្នុងព្រឹត្តិការណ៍នឹងអស្ចារ្យហើយខ្ញុំមើលពេលខ្លះចង់ភ្លេចថតទៀតអត់ប្រព្រឹត្តភ្នែកទេមិនថាខ្ញុំមិនថាបងប្អូនក៏ដូចជាជនជាតិបរទេសដែលគាត់បានចូលរួមទាញទូរស័ព្ទមកគ្រប់គ្នាតែម្ដងដោយសារតែការបង្ហាញទេសនីយភាពមើលទៅវាតាក់ទាញពីមួយប្លង់ទៅកាន់មួយប្លង់ពីការសម្ដែងពីមួយ show ទៅកាន់មួយ show អូយនិយាយថាមើលជក់ភ្នែកហ្មងអ្វីដែលយើងមិនដែលឃើញពីមុនហើយខ្ញុំអត់នឹកស្មានថាយើងអាចធ្វើវាទៅបានហើយលយមែនតែនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនក៏ដូចជាបងប្អូនដែលបានចូលរួមក្រែងលោនៅមានរូបភាពនៅមានវីដេអូអីអាចជួយខមមិនខាងក្រោមផងដើម្បីបង្ហាញទៅកាន់ឆាកអន្តរជាតិថាការពីយើងធ្វើព្រឹត្តិការណ៍ជាម្ចាស់ផ្ទះគឺព្រឹត្តិការណ៍បាស៊ីហ្គេមកន្លងមកនៅឆ្នាំ2023ហ្នឹងគឺយើងធ្វើវាបានអស្ចារ្យខ្លាំងមែនទែនតែម្ដងហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់បានមើលនៅទស្សនវិជ្ជានេះអាចខមមិនចែករំលែកផងថាអារម្មណ៍បែបណាសម្រាប់ខ្ញុំនៅពេលដែលខ្ញុំបានចូលរួមខ្ញុំសប្បាយរីករាយហើយខ្ញុំព្រឺសម្បល់ខ្ញុំថតឡើងអូយឡើងភ្លឹកមើលខ្ញុំមើលឡើងភ្លឹកតែម្ដងគ្រាន់តែស្រែកហូកញ្ជ្រៀវអបអសាទរហ្នឹងស្អកក៏មិនដឹងប្រមាណថ្ងៃអញ្ចឹងបើថានៅក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូបក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាទូទាំងប្រទេសនៅពេលដែលគាត់បានឃើញទស្សនវិជ្ជាដ៏អស្ចារ្យអញ្ចឹងគាត់ចងចាំហើយគាត់មិនអាចភ្លេចបានទេដោយសារទស្សនវិជ្ជានេះវាអស្ចារ្យវាលយមែនតើលយគឺលយមែនតើណាសម្រាប់ខ្ញុំតែម្ដងពុកម៉ែបងប្អូនអញ្ចឹងបងប្អូនដែលទស្សនាដូចគ្នា